ប្អូនប្រិមត្តអរគ្នាបាទជំរាបសួរថ្ងៃនេះកំពុងធ្វើដំណើរទៅទីរួមខេត្តបងប្អូនប្រិមត្តយើងសាកទាយទៅមើលរឿងទំនាស់ព្រំដែនកម្ពុជាថៃយើងឃើញហើយព័ត៌មានបងប្អូនប្រិមត្តអរគ្នាដែលជាអ្នកតាមដានព័ត៌មានក៏បានដឹងដែរថាមេតបរបស់ថៃនៅភូមិពាក2គឺលោកប៊ុនស៊ីនបាទដែលជាមេភូមិពាក2គឺលោកបានប្រកាសហើយកាលពីថ្ងៃម្សិលមិញនេះគឺប្រកាសបាទឲ្យវាយជាមួយកម្ពុជាតែម្ដងវាយបាទដដើមគ្នាកាន់កាប់បាទបើសិនជាភាគីថៃវាយចូលបានប៉ុណ្ណាកាន់កាប់យកប៉ុណ្ណឹងអញ្ចឹងបងប្អូនប្រិយមិត្តអរគ្នាសម្រាប់រាជរដ្ឋាភិបាលខ្មែរយើងហើយនឹងកងកម្លាំងកងទ័ពខ្មែរយើងក៏អត់ខ្លាចដែរបាទត្រៀមជានិច្ចឲ្យតែហ៊ានឈ្លានពានគឺយើងបាទត្រូវតែកដៃអញ្ចឹងបងប្អូនប្រិយមិត្តអរគ្នាបងប្អូនទាយទៅមើលថាតើសង្គ្រាមរវាងកម្ពុជាថៃអាចនឹងផ្ទុះនៅក្នុងរយៈពេលឆាប់ៗនេះដែរឬទេបាទសូមអរគុណសូមជម្រាបលា